ព្រឹត្តិការណ៍យុទ្ធគុណចម្រុះខ្មែរបុរាណពានរង្វាន់សម្ដេចធិបតីអាចនឹងមានសារជាថ្មីនៅឆ្នាំក្រោយប្រសិនបើវិបត្តិព្រំដែនត្រូវបានដោះស្រាយរួចរាល់ឯកឧត្តមវត្តចម្រើនប្រធានសហព័ន្ធកីឡាគុនចម្រុះកម្ពុជាមានប្រសាសន៍ថាប្រសិនបើចំនួនព្រំដែនត្រូវបានដោះស្រាយរួចរាល់នោះព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះខ្មែរបុរាណពានរង្វាន់សម្ដេចធិបតីនឹងត្រូវរៀបចំឡើងវិញនៅឆ្នាំក្រោយនេះប្រមុខសហព័ន្ធកីឡាគុនចម្រុះជាតិមានប្រសាសន៍បែបនេះក្នុងមហាសន្និបាតបិទបញ្ចប់អាណត្តិចាស់របស់សហព័ន្ធកាលពីថ្ងៃសុក្រទី10ខែមេសាឆ្នាំ2026នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជាគណៈឯកឧត្តមត្រូវបានផ្ដល់ទំនុកចិត្តបន្តដឹកនាំជាប្រធានសហព័ន្ធក្នុងអាណត្តិថ្មីឆ្នាំ2026-2030រំលឹកថាព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះខ្មែរបុរាណពានរង្វាន់សម្ដេចបវរធិបតីត្រូវបានរៀបចំលើកដំបូងនៅឆ្នាំ2024ដោយមានការចូលរួមពីក្បាច់គុនចម្រុះជាច្រើនជាពិសេសក្បាច់គុនបុរាណខ្មែរក្នុងន័យលើកស្ទួយនិងផ្សព្វផ្សាយក្បាច់គុនមរតកជាតិឯកឧត្តមវត្តចម្រើនបានសង្កត់ធ្ងន់ថាសហព័ន្ធគុនចម្រុះនឹងធ្វើការងារជាច្រើនជាមួយរាជរដ្ឋាភិបាលជាពិសេសក្រោយការយកចិត្តទុកដាក់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជាដែលបានជំរុញឲ្យការងារយុទ្ធគុនចម្រុះខ្មែរបុរាណផ្ដល់នូវភាពកក់ក្ដៅក្នុងការអភិវឌ្ឍកីឡាគុនចម្រុះជាតិគួរដឹងដែរថាក្នុងការបន្តធ្វើជាប្រធានសម្រាប់អាណត្តិថ្មីនៃសហព័ន្ធកីឡាគុនចម្រុះកម្ពុជាក្នុងឆ្នាំ2026-2030របស់ឯកឧត្តមវត្តចម្រើនអមដោយអនុប្រធាន4រូបឯកឧត្តមវ៉ាសិនភិរមលោកបណ្ឌិតសេងប៊ុនសុងលោកម៉ុងសាំងខុននិងលោកអ៊ូដារ៉ាចំណែកលោកជឿមធីរ៉ាបន្តតែងតាំងជាអគ្គលេខាធិការអមជាមួយនឹងអគ្គលេខាធិការរង3រូបទៀត